បាទជ្រាបសួរលោកគ្រូខ្ញុំឈ្មោះងល់កំលែងថ្ងៃនេះខ្ញុំមកធ្វើការងារទាក់ទងនឹងremote ដែលយើងប្រើប្រាស់នៅ SCP ដែលយើងអនុវត្តជាមួយនឹង cryptography ដំបូងយើងធ្វើការ manage នៅលើ network ហើយនឹង firewall ចំពោះចំណុចទី2យើង create user ដែលមានឈ្មោះថា data 1 data 2 data 3យើងបង្កើត user ចំនួន3លេខ3គឺយើងបង្កើតនៅ directory ទី4យើងបង្កើតនៅ authentication key ហើយនឹងលេខ5យើង build script លេខ6យើង create shortcut comment ហើយនឹងលេខ7យើង comment យើង run នៅ shortcut របស់យើងហ្នឹងតើយើង run ចេញពីclient របស់យើងទៅកាន់ server តើវាដំណើរការអត់អញ្ចឹងជាដំបូងខ្ញុំធ្វើការបង្ហាញនៅការបង្កើត user ដំបូងខ្ញុំ demo នេះគឺខ្ញុំបានធ្វើហើយប៉ុន្តែខ្ញុំគ្រាន់តែ demo ដំបូងខ្ញុំបានបង្កើត user ចំនួន3ខ្ញុំ show user grab data អញ្ចឹងខ្ញុំមាន user ចំនួន3ដែលមាន data 1 data 2 data 3បន្តមកខ្ញុំបន្តមកទៀតខ្ញុំធ្វើការ log ចូលទៅកាន់ user ចំនួន3ហ្នឹងដោយបង្កើតនៅ directory មួយដែលមានឈ្មោះថា data នេះ directory data របស់ខ្ញុំអញ្ចឹងចំពោះ user 2ដូចគ្នាខ្ញុំធ្វើការបង្កើតនៅ directory ឈ្មោះ data ដូចគ្នាចំពោះ user data 3នេះដូចគ្នាអញ្ចឹងខ្ញុំបានបង្កើតfile directory នៅក្នុង user នីមួយៗហើយចឹងការងារបន្ទាប់ខ្ញុំធ្វើការបង្កើតនៅ authentication key ដែលបង្កើតចេញពី client របស់ខ្ញុំនេះដំបូងខ្ញុំធ្វើការចូលទៅកាន់ SH directory home តោះខ្ញុំវាយ SH បាទតមកទៀតខ្ញុំធ្វើការLS បង្ហាញនេះគឺជា key ដែលខ្ញុំបានបង្កើតបន្តមកទៀតខ្ញុំបានរុញនៅ public key នេះដើម្បីចូលទៅកាន់ server ដែលសំទោសដែលចូលទៅកាន់ user ចំនួន3អញ្ចឹងខ្ញុំធ្វើការ test ដើម្បី log ចូល user នីមួយៗអញ្ចឹងខ្ញុំធ្វើការបង្កើតនៅខ្ញុំធ្វើការរុញនៅ public key ចូលទៅកាន់ server អញ្ចឹងដំបូងខ្ញុំវាយ comment មួយ sh ដក copy id ដក i តមកទៀតយក key ទីតាំង key របស់ខ្ញុំនៅ home directory sh key របស់ខ្ញុំឈ្មោះ user sub key ដក pub រុញទៅកាន់ឈ្មោះ user របស់ខ្ញុំ user 1
ជាមួយនឹង IP របស់ user របស់ខ្ញុំដែលមាន IP 192.168.72.139 ទីខ្ញុំអូខេហើយខ្ញុំ enter បាទអញ្ចឹងដោយសារតែខ្ញុំបានធ្វើវាពីមុនមកអញ្ចឹងវាដាក់ថាបាន install រួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការសាកតេស្តជាមួយនឹង SH របស់ខ្ញុំយកខ្ញុំ log តាម private key របស់ខ្ញុំនេះ key នេះអញ្ចឹងខ្ញុំវាយ comment SH .i ឈ្មោះ key របស់ខ្ញុំ AU40 key ទៅមកឈ្មោះ user របស់ខ្ញុំដែលខ្ញុំចង់ log ចូលហើយវាយ IP 192.168.72.139 ចឹងខ្ញុំធ្វើការ log ចូលហើយដោយអត់បានដាក់ password ដោយបើសិនជា log password គឺខុសចឹងចំពោះមួយទៀតចំពោះ user ទី2ខ្ញុំ log ចូលបានដូចគ្នាចឹងចំពោះ user ទី3ចូលបានដូចគ្នាចឹងការងារបន្តទៀតគឺខ្ញុំធ្វើការ build នៅ script ខ្ញុំចូលនៅ vim home directory របស់ខ្ញុំឈ្មោះ au40.sh ចឹងនេះគឺជា script របស់ខ្ញុំដែលខ្ញុំបាន build ដែលខ្ញុំបានតាំងនៅ IP ស្មើ IP របស់Ubuntu របស់ខ្ញុំនេះ key តមកទៀតខ្ញុំប្រើ comment scp.i key ហើយនឹង .or នេះតមកទីតាំងdirectory របស់ខ្ញុំស្ថិតនៅក្នុង home directory ដែលមាន home directory ដែលមានឈ្មោះថា au40 data តមកខ្ញុំវានឹងធ្វើការរុញនៅ file អ្វីទាំងអស់ដែលនៅក្នុង au40 data ហ្នឹងទៅកាន់ user ទី1 user ដែលមានឈ្មោះថា data 1បន្ទាប់មកគឺវានឹង store ទុកនៅកាន់ directory home ហើយឈ្មោះថា data អញ្ចឹងទាំងអស់ទាំង3 user នេះអញ្ចឹងខ្ញុំធ្វើការចាញ់វិញអញ្ចឹងចំណុចបន្ទាប់ខ្ញុំធ្វើការដាក់នៅលក្ខខណ្ឌរបស់ផ្ដល់សិទ្ធឲ្យទៅកាន់au40.sh ហ្នឹងគឺមានសិទ្ធទៅលើ full មានសិទ្ធទៅលើ user ណាដែលបានបង្កើតទេខ្ញុំប្រើនៅ comment chmod 700ហើយ u40.sh ចឹងខ្ញុំចុច enter ទៅជាការស្រេចបន្ទាប់មកទៀតខ្ញុំធ្វើការធ្វើការបង្កើតនៅ shortcut មួយដែលខ្ញុំប្រើនៅ comment នៅ vim bash rc ដែលខ្ញុំបានប្រើនៅពី au40 scp តមកខ្ញុំដាក់ស្មើ bash នៅក្នុង file home directory
ដែលមានឈ្មោះថា au40.sh ចឹងខ្ញុំមកចាញ់វិញចឹងខ្ញុំប្រើនៅ comment មួយដែលដើម្បី activate វា press or C បន្តមកទៀតខ្ញុំធ្វើការបន្តមកទៀតខ្ញុំធ្វើការចូលទៅកាន់ file របស់ខ្ញុំ home directory ហើយ user sub data ចឹងខ្ញុំធ្វើការ ls so ចឹងខ្ញុំបន្ថែម file ទៀតដើម្បីតេស្តឲ្យលោកគ្រូមើលដាក់au 40kh ដល់ TXT មានចំនួន10 file ដូចគ្នាទៅមកកតុយនេះខ្ញុំដាក់ IO ចឹងខ្ញុំ enter ទៅមកខ្ញុំ ls ចឹងនេះខ្ញុំបានបន្ថែមនៅ file នៅ file text មួយ file .txt កតុយដើមឈ្មោះហ្នឹងឈ្មោះថា au40k.io ចឹងខ្ញុំទៅធ្វើការរុញនៅ file ហ្នឹងអូសំទោសវាយនៅ au 40 scp បាទអញ្ចឹងវាធ្វើការរុញនៅ file ទាំងអស់ហ្នឹងចូលទៅកាន់ user នីមួយៗហើយអញ្ចឹងខ្ញុំចូលមកកាន់ server របស់ខ្ញុំដើម្បីខ្ញុំ log ចូល user នីមួយៗបាទអញ្ចឹង au40kh នេះគឺបានចូលមកហើយចំពោះ user ទី1ចំពោះ user ទី2បានចូលមកដូចគ្នាចំពោះ user ទី3គឺបានចូលមកដូចគ្នាអញ្ចឹងការងារទាក់ទងនឹងការ remote access ដែលយើងប្រើនៅ comment មួយដែលមានឈ្មោះថា scp បានបញ្ចប់ប៉ុណ្ណឹងអញ្ចឹងខ្ញុំអរគុណលោកគ្រូ